រឿងអាសង្គមបាញ់លលកមានបរិសម្នាក់ដែលជាកូននៃអ្នកត្រកូលក្រីក្របរិសនោះតាំងពីចម្រើនធំឡើងគ្មានរកស៊ីអ្វីសោះខំប្រឹងសង្វាតតែខាងបបាញ់ទាល់តែស្ទាត់ជំនាញបើបរិសនោះបាញ់តម្រង់សัตว์ណាចង់ឲ្យត្រូវក្បាលត្រូវកឬក៏ត្រូវទ្រូងរមែងត្រូវតាមបំណងតែរូបឆោមលោមពណ៌បរិសនោះអាក្រក់មៀតស្គមកំប្រឹងសក់ក្រញាញ់មុខក្រញោះអ្នកស្រុកតែងតែហៅបរិសនោះថាអាសង្គមបាញ់លលកព្រោះបរិសម្នាក់នោះតែងដើរបាញ់លលករាល់ថ្ងៃមួយអាសង្គមដើរបាញ់លលកដោយសពមួយដងអាសង្គមដើរក៏បានប្រទះឃើញភូមិគ្រឹះរបស់សេដ្ឋីមួយដែលមានដើមឈើដុះត្រសាយត្រសុំត្រដុំត្រដោលជាទីលំនៅនៃបក្សីមានលលកជាដើមសេដ្ឋីនោះជាអ្នកសម្បូរសម្បុកសម្បត្តិព្រមទាំងមានកូនក្រមុំ2នាក់ផងដែរអាសង្គមបាញ់លលកលីស្នាដើរសរសៀរតាមរបងភូមិគ្រឹះលោកមហាសេដ្ឋីក៏បានជួបកូនស្រីលោកមហាសេដ្ឋីទាំងពីរបណ្ដើរគ្នាលេងតាមសួនច្បារក្នុងភូមិគ្រឹះរបស់ខ្លួនដល់ដេះដាស់ដោយក្តីរីករាយស្កប់ស្កល់សាយក្លិនក្រអូបឈ្ងុយឈ្ងប់នៅពេលព្រឹកប្រហៀមអាសង្គមបាញ់លលកដើររសៀលតាមភូមិគ្រឹះងើយឡើងលើក្រែងមានសัตว์លលកនៅចុងឈើកាលបើអាសង្គមបាញ់លលកងាកភ្នែកចុះក្រោមចោលកន្ទុយភ្នែកទៅលើភូមិគ្រឹះខ្សែភ្នែកក៏រត់ទៅប៉ះទង្គិចនឹងរូបរាងនាងក្រមុំទាំងពីរដែលប្រកបដោយគ្រឿងតែងប្រាណមានលំអស្រស់ស្រងៅទាំងមានប្រលឹងសាច់ត្រលុកត្រលន់នាំឲ្យភ្ញាក់អន្ទាក់ដួងចិត្តប្រុសនៅវេលាដែលឃើញដំបូងឯអាសង្គមបាញ់លលកគ្រាន់តែចោលភ្នែកទៅប៉ះរូបនាងនោះភ្លាមក៏ស្រឡាំងកាំងភាំងស្មារតីភ្លេចខ្លួនជ្រុះទាំងស្នាទាំងព្រួញដល់ដីអាសង្គមបាញ់លលកតាំងពីបានឃើញកូនសេដ្ឋីក៏ស្រឡាញ់ជាប់ក្នុងចិត្តនឹកឥតភ្លេចលុះមកដល់ផ្ទះវិញអាសង្គមថ្លែងប្រាប់ឪពុកម្ដាយនិងនិយាយមួយម្ដាយឲ្យទៅដណ្ដឹងកូនសេដ្ឋីឲ្យម្ដាយនិយាយនឹងកូនថាណែកូនម្ដេចក៏កូនទៅស្រឡាញ់កូនលោកមហាសេដ្ឋីអញ្ចេះបើឯងក្រីក្រទ្រព្យសម្បត្តិទាំងរូបរាងឯងទៀតក៏អាក្រក់មិនសមនឹងកូនគេធ្វើម្ដេចគេឲ្យឯងអាសង្គមបាញ់លលកកូននិយាយនឹងម្ដាយថាម៉ែបើម៉ែមិនព្រមទៅស្ដីដណ្ដឹងឲ្យខ្ញុំទេខ្ញុំក៏អស់ឃើញមុខម៉ែក៏លែងបានឃើញមុខខ្ញុំតាំងពីថ្ងៃនេះតទៅម្ដាយដែលមានចិត្តអាណិតកូនឬកូននិយាយដូច្នោះក៏ស៊ូកាត់គេកាត់ខ្មាស់ទៅនិយាយស្នើការនឹងសេដ្ឋីក៏តបវិញថាខ្ញុំអត់បីស្អប់ខ្ពើមកូនអ្នកនាងទេប៉ុន្តែកូនខ្ញុំនឹងឲ្យពំបានទេត្បិតមិនទាន់គ្រប់ការណាហើយនាងប៉ុណ្ណោះទុកជាស្រេចចោះកុំបាច់ទៅមកទៀតសម្ដីប៉ុណ្ណេះជាសម្ដីបង្វែងដានមិនចង់ឲ្យម្ដាយអាសង្គមបាញ់លលកតុញតោះគំនិតរកឧបាយកលនិយាយបានទៀតរួចម្ដាយអាសង្គមក៏បានលាលោកមហាសេដ្ឋីត្រឡប់ទៅផ្ទះវិញប្រាប់កូនអាសង្គមបាញ់លលកគ្រាន់តែម្ដាយប្រាប់ដូច្នោះភ្លាមក៏ផ្លាស់ទឹកមុខក្រៀមក្រំអង្គុយត្របាមក្បាលជង្គង់ដកដង្ហើមខូបាយលែងនឹក
ទឹកក៏លែងស្រេកចេះតែនឹកមមីហាក់បីដូចជាកូនសេដ្ឋីនោះនៅចំពោះមុខស្រស់ដោយកម្លាំងចិត្តសេចក្តីស្នេហាខ្លាំងពេកហើយបែរជាមិនបានដូចបំណងនៅវេលាដែលអាសំគមបាញ់លលោកចូលទៅដេកក៏ចូលទៅទាំងនឹកអាល័យទៅជាមើស្រែកច្រៀងទាំងយប់ថាឆោមអើយឆោមឆាតទាំងពីរប្រានធ្វើម្ដេចនឹងបានមកគៀកកាយឲ្យដូចជាពូកនឹងខ្នល់ខ្នើយបើម្លេះទៅហើយអស់សង្ឃឹមអាសំគមបាញ់លលោកទោះជាដឹងថាគេលែងឲ្យហើយក៏ដូច្នោះលុះព្រឹកឡើងក៏នៅតែលីស្នានឹងស្ពាយបំពង់ព្រួយដើរសម្ដៅទៅភូមិគ្រឹះរបស់សេដ្ឋីរាល់ថ្ងៃឥតខានសោះពួនចាំមើលកូនលោកសេដ្ឋីថ្លែងពីបរិសម្នាក់ទៀតជាកូនអ្នកមានសម្បត្តិទាំងរូបឆោមទឹកមុខឡើងស្រស់បំប្រងជាទីពេញបំណងនៃសក្តីភាពបរិសនោះក៏ស្រឡាញ់កូនសេដ្ឋីនោះដែរលុះទៅដណ្ដឹងសេដ្ឋីក៏ព្រមឲ្យបរិសម្នាក់នោះរីឯអាសំគមបាញ់លលោកវិញទោះជាដឹងថាគេមិនព្រមឲ្យក៏នៅតែមកលបមើលកូនសេដ្ឋីរៀងរាល់ថ្ងៃជួនជាពេលមួយបរិសនោះក៏ទៅអាសំគមបាញ់លលោកក៏ទៅហើយក៏បានជួបគ្នាអាសំគមបាញ់លលោកសួរថាអ្នកឯងទៅណាបរិសនោះក៏ឆ្លើយថាខ្ញុំមកមើលកូនលោកសេដ្ឋីហើយក៏សួរវិញថាចុះឯងមកធ្វើអ្វីដែរអាសំគមបាញ់លលោកក៏ឆ្លើយថាខ្ញុំក៏មកមើលកូនលោកសេដ្ឋីដែរបរិសនោះក៏ថាយីរៀងនេះអួតឯងមកចង់បានកូនសេដ្ឋីផងប៉ុន្តែអំបិលរូបខ្ញុំនៅតែគេមិនព្រមឲ្យអាសំគមបាញ់លលោកថាបងឯងចាំមើលខ្ញុំយកឲ្យទាល់តែបានជួនថ្ងៃនោះសេដ្ឋីប្តីប្រពន្ធទាំងពីរនាក់ក៏នាំគ្នាទៅវត្តនៅតែកូនក្រមុំទាំងពីរនាក់នៅចាំផ្ទះអាសំគមបាញ់លលោកដឹងដូច្នោះកំពុងតែគិតរកឧបាយកលក៏ជួនក្រឡេកទៅឃើញសត្វលលោកមួយទុំនៅលើចុងឈើមុខផ្ទះលោកសេដ្ឋីអាសំគមបាញ់លលោកនោះក៏បានឱកាសបាញ់លឺសូរផាច់សត្វលលោកនោះក៏ទៅទះស្លាប់ធ្លាក់នៅលើទីធ្លាមុខផ្ទះលំដាប់នោះកូនក្រមុំលោកសេដ្ឋីម្នាក់ចុះទៅដីឃើញលលោកនោះហើយក៏ស្រែកប្រាប់បងថាអ្នកបងអ្នកណាបាញ់លលោកធ្លាក់មកនេះថាហើយក៏រើសលលោកទៅអាសំគមបាញ់លលោកធ្វើដូចជាមិនដឹងមកដល់គេបោចរួចហើយស្រាប់តែលោឡារកលលោកដែលខ្លួនបាញ់នោះថានរណាលួចលលោកអញតាណាតែអញរកឃើញមុខជាអញប្តឹងរាជការឲ្យចាប់ដាក់គុកជាពុំខាននាងក្រមុំទាំងពីរនាក់ឮដូច្នោះក៏ភ័យប្រាប់ថាលលោកបងឯងខ្ញុំយកបុកនេះហើយអាសំគមបាញ់លលោកស្ដីគំរាមថាម្ដេចក៏ហ៊ានលួចលលោកអញត្រូវយកមកឲ្យអញវិញភ្លាមកូនសេដ្ឋីក៏យល់ព្រមយកមកឲ្យអាសំគមបាញ់លលោកថាទេលលោកអញនៅរោមនៅស្លាប់ឥឡូវនាងឯងយកទៅបោចរោមអស់ស្លាប់ហើយត្រូវតែអាំងឲ្យឆ្អិនឲ្យអញទើបអញយកនាងក្រមុំទាំងពីរនាក់ក៏យកទៅអាំងឆ្អិនហើយយកមកឲ្យអាសំគមបាញ់លលោកថានរណាស៊ីតែសាច់លលោកត្រូវតែមានស្រាផឹកផងទើបស៊ីកើតនាងទាំងពីរនាក់ហេតុតែខ្លួនជាស្រីប្រកបដោយក្តីភ័យច្រើនក៏ទៅយកស្រាមកឲ្យមួយពែងហើយថាមួយពែងទៀតទាល់តែស្រវឹងដួលដេកលើផ្ទះនាងនោះឯនាងក្រមុំទាំងពីរនាក់គិតថាបើយើងបណ្ដោយឲ្យវានៅក្នុងទីនឹង
តែเอาមកវិញឃើញយើងមុខជាមានរឿងគិតហើយមិនដឹងយកទៅណាក៏នាំគ្នាសែងអាសំគមយកទៅលាក់នៅក្នុងផ្ទះដល់ពេលយប់អាសំគមបាញ់រលកដឹងខ្លួនក៏ស្រែកថាមូខាំណាស់កូនសេដ្ឋីភ័យក្រែងឪពុកដឹងក៏នាំគ្នាសែងទៅដាក់ក្រោមគ្រែដេករបស់ខ្លួនអាសំគមបាញ់រលកស្រែកទៀតថាសង្កាយខំណាស់នាងទាំងពីរក៏លើកមកឲ្យដេកនៅលើគ្រែក្នុងមុងជាមួយដោយគិតថាវាស្រវឹងស្រាវាមិនអាចធ្វើអ្វីយើងកើតទេពេលនោះអាសំគមបាញ់រលកបានឱកាសក៏តាំងលោកប្រឡែងស្ទាបអង្អែលដោយក្តីស្រឡាញ់ដល់រាប់ដល់បានរួមដំណេកជាមួយនឹងនាងទាំងពីរអ្នកនោះទៅសូមរងចាំភាពបន្តសូមអរគុណសម្រាប់ការទស្សនានិងសន្តាប់រឿងនិទានខ្លី